បាទសួស្តីបងប្អូនសិក្សានុសិស្សទាំងអស់គ្នាបាទបន្ទាប់ពីយើងសិក្សានៅ session C រួចយើងបន្តមកសិក្សានៅ session D គឺ conversation បាទ conversation បាទជាង conversation យើងប្រែថាការសន្ទនាបាទយើងមុននឹងយើងចូលទៅការសន្ទនាគឺយើងត្រូវចេះពាក្យកន្លឹះមួយចំនួននៅក្នុង session D នេះបាទអញ្ចឹងពី session A B C គឺអត់មានអីខុសគ្នាមក D ទេគាត់បន្ថែមនៅពាក្យមួយចំនួនតូចបន្ថែមបាទអញ្ចឹងនេះគឺជាពាក្យកន្លឹះរបស់យើងជាពាក្យ morning បាទ morning យើងប្រើថាពេលព្រឹក clock នាឡិកា get up ណាព្យាពី day clean សម្អាត breakfast បាទអាហារពេលព្រឹក before មុន teach ថ្មិញ broom អំបោស room បន្ទាប់ read បាទខ្ញុំតាមទៅពាក្យ read មួយទៀតទេ read យើងប្រែថាអានយើង session D conversation ការសន្ទនា listen to your teacher and practice with your partner ស្ដាប់គ្រូរបស់អ្នកហើយអនុវត្តជាមួយនឹងដៃគូរបស់អ្នកបាទគឺនៅក្នុង conversation នេះយើងចាប់ជាគូដើម្បីធ្វើការសន្ទនាបាទអញ្ចឹង number 1 បាទនេះគឺ number 1ដែលថាសួរ how are you តើអ្នកសុខសប្បាយទេ I'm fine thank you ខ្ញុំសុខសប្បាយទេអរគុណច្រើនបាទ number 2គឺថា when do you get up in the morning តើអ្នកភ្ញាក់ពីគេងនៅម៉ោងប្រមាណ when do you get up in the morning when do you get up in the morning បានថាតើអ្នកភ្ញាក់ពីដេកនៅម៉ោងប្រមាណបាទនៅពេលណា I get up at 6 o'clock បានថាខ្ញុំភ្ញាក់ពីដេកនៅម៉ោង6ជាងចូលដល់ number 3 what do you do in the morning តើអ្នកធ្វើអ្វីនៅពេលព្រឹក I read a book ថាខ្ញុំអានសៀវភៅ and clean my room ហើយនឹងសម្អាតបន្ទប់របស់ខ្ញុំបាទ number 4 when are you going to school តើអ្នកទៅសាលានៅពេលណាបាទតើអ្នកទៅសាលានៅពេលណា when are you going to school តើអ្នកទៅសាលានៅពេលណា I'm going to school at 6 at 6:30 in the morning បាទ 6:30 in the morning ណាខ្ញុំទៅសាលានៅម៉ោង 6:30 នាទីព្រឹកបាទយើង read again ណា how are you តើអ្នកសុខសប្បាយទេ I'm fine thank you I'm fine ណាខ្ញុំសុខសប្បាយទេ thank you អរគុណច្រើន when do you get up in the morning តើអ្នកភ្ញាក់ពីដេកនៅពេលណា I get up at 6 o'clock ខ្ញុំភ្ញាក់ពីដេកនៅម៉ោង 6 ព្រឹក what do you do in the morning តើអ្នកធ្វើអ្វីនៅពេលព្រឹក I read a book and clean my room ថាខ្ញុំអានសៀវភៅហើយនឹងបន្ទប់របស់ខ្ញុំ when are you going to school តើអ្នកបាទកំពុងតើអ្នកទៅសាលានៅពេលណា I'm going to school at 6:30 in the morning មកខ្ញុំទៅសាលានៅម៉ោង 6:30 នាទីព្រឹកបាទអញ្ចឹងសម្រាប់វីដេអូ session D គឺខ្ញុំមានតែប៉ុណ្្នឹងហើយយើងចាំជួបគ្នានៅ session E បន្តទៀតបាទ CDE យើងចាំសិក្សានៅ session E ជាបន្តទៀតបាទសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណសូមជម្រាបលា